សែនស្ងាត់មាត់ធ្វើធម្មតាដូចអត់មានចាប់អារម្មណ៍អ្វីទាំងអស់លៀងងួនគឺហ៊ុនសែនកំពុងតែមានរឿងនឹងសម្ពាធអត់ស្ទើរតែលេចក្បាលគិតអីអត់ចេញទេកំពុងតែមានសម្ពាធម៉ូម៉ៅមែនទេគេអត់លុកទេបងប្អូនបើកាលណាហ៊ុនសែនគាត់គេមិនសូវលុកគាត់ម៉ូម៉ៅគាត់មានសម្ពាធរឿងច្រើនគេនឹងគាត់បង្ហាញនៅសកម្មភាពវាយកូនគោលណាអញ្ចឹងហើយបានបងប្អូនចាំសម្ដីសូនតារាហ៊ុនបូកនឹងសែនស្មើនឹងគម្រាមបូកនឹងបោកអ្វីដែលហ៊ុនសែនដែលយើងឃើញសេរីសុខគឺជារបស់ខ្លែងខ្លាយអ្វីដែលហ៊ុនសែនដែលយើងឃើញគឺជារបស់ខ្លែងខ្លាយអញ្ចឹងបងប្អូនបងប្អូនចំណាំមើលណាបើកាលណាសម្ពាធយើងឃើញពិភពលោកមានស្ថានភាពខ្លាំងកំពុងតែមានសម្ពាធខ្មៅងងឹតបញ្ហាពន្ធដារបញ្ហាអត់ការងារធ្វើបញ្ហាចំណាកស្រុកបញ្ហាចាប់ចងបញ្ហាចាប់មនុស្សដាក់គុកដោយសេរីគ្រាន់តែសពឃើញដាក់គុកអីហ្នឹងគឺដឹងតែហ៊ុនសែនវាយកូនគោលហើយបងប្អូនបានថ្ងៃនេះខ្ញុំបានតាមដាន Facebook គាត់ប៉ុន្តែណាបងប្អូនណាវិជ្ជការហេងបើបងប្អូនឃើញហ៊ុនសែនចេញវាយកូនគោលដូចអត់មានរឿងអីកើតឡើងប៉ុន្តែស្ថានភាពពិភពលោកកំពុងតែកជ្រោលអានឹងគឺមានន័យថាកំពុងតែមានបញ្ហាធ្ងន់ធ្ងរនៅក្នុងចិត្តរបស់គាត់និងមានបញ្ហាធ្ងន់ធ្ងរលីរតនៈនៅក្នុងគណៈបកប្រជាជននិងរដ្ឋាភិបាលហើយថាចាំសម្ដីសូនតារាសួរថាអ្មេចបានជាត្រូវជឿសូនតារាជឿគេថាមានសទ្ធាបងតែជំនឿណាជឿអ្នកប្រាជ្ញបងប្អូនបានបុណ្យណាពួកអត់មានបោកអីផងបងប្អូនដែលខុសក៏អត់ខាតដែរបងប្អូនជឿសូនតារាខុសក៏អត់ខាតដែរខុសបានបត់ពិសោធន៍មែនទេតែជាជឿវាខុសវាតិចតួចតែបើថា90 100ហ្នឹងវាខុស10អីទៅវាយើងចំណេញ 90% យើងមើលឃើញថាពិតណាមនុស្សជាច្រើនហ្នឹងគឺថារាល់សូនតារាលើកទៅគឺពិតអញ្ចឹងបងប្អូនណាបើកាលណាហ៊ុនសែនធ្វើដូចអត់មានរឿងកើតឡើងគឺមានរឿងអីឧទាហរណ៍នៅខ្ញុំចំណាំនិយាយហើយពីឆ្នាំ2023ឆ្នាំ2024តាំងពីគាត់នាយករដ្ឋមន្ត្រីណាឬក្រោយនាយករដ្ឋមន្ត្រីជាសុខហ៊ុនសែននិយាយតែឈ្មោះសូនតារាស្ទើរគ្រប់ព្រឹត្តិការណ៍ទាំងអស់ពេលដែលហ៊ុនសែនឈប់និយាយគឺចាប់ចងបណ្ដោយណាចាប់ចងអញ្ចឹងអាកន្លែងហ្នឹងហើយបានជាខ្ញុំប្រាប់ឲ្យបងប្អូនចេះរៀនមើលរូបមន្តហើយចាំមកកន្លែងហ្នឹងសិនឥឡូវយើងត្រឡប់មកតណែចរចាបរាជ័យណាសូរវត្តប៉ុន្តែសួរថាហេតុអ្វីបរាជ័យកន្លែងនេះមានបងប្អូនយើងគាត់ផ្ញើសារមកខ្ញុំទេដោយសារតែមានប្រិយមិត្តនឹងគាត់តាមដានទូរទស្សន៍សូនតារាចិត្តដិតគាត់ថាអញ្ចេះមីសវណ្ណរីលោកគ្រូនិយាយថាបើអាមេរិកទម្លាក់ពន្ធចិនគឺនឹងទម្លាក់ពន្ធខ្មែរនិងបណ្ដាញរបស់ចិនខ្ញុំនិយាយថាទម្លាក់ពន្ធបណ្ដាញរបស់ចិន reliable driver សុងមនូនិងពន្ធខ្មែរដោយស្វ័យប្រវត្តិតើហេតុអ្វីឥឡូវនេះលោកគ្រូមើលអត់ត្រូវរាល់តែដងពេលដែលលោកគ្រូនេះគេហៅថាព្យាករតែងតែត្រូវលោកនេះខុសអានោះមានខមមិនច្រើនប៉ុន្តែមានខមមិនមួយដែលគាត់ថាលោកនេះលោកគ្រូព្យាករខុស Sophie Page ពេលនោះខ្ញុំក៏ឆ្លើយមិនឆ្លើយទាំងអស់ទេឆ្លើយទៅកាន់បងប្រុសម្នាក់ដែលគាត់បងប្រុសគាត់ប្រាប់ផ្ញើសារជាសម្លេងខ្ញុំថាពិតហើយខ្ញុំបានថាដូចឆ្នេះមែនកំឡោះស្នេហ៍ខ្ញុំថាបងប្អូនមិនចាំបានទេណាសគុណធីរីអ៊ុំមីសែនខ្ញុំថាបើអាមេរិកបញ្ចុះពន្ធចិនមកដល់ត្រឹម 30% ពេលនោះសម្ដៃជើងរបស់ចិននិងខ្មែរនឹងត្រូវអាមេរិកចុះដោយស្វ័យប្រវត្តិដោយមិនបាច់ចរចាក៏បានដែរពីព្រោះគោលដៅរបស់អាមេរិក
គឺធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយចិនស្រាប់បើខ្ញុំនិយាយនេះគឺនិយាយមុនការចរចាហេតុអីព្រោះសនតារាអត់ចូលចិត្តនិយាយក្រោយបើដូចខ្ញុំមិនមែនអាប៉ោងបើកគ្រោកឲ្យបញ្ចាក់ទេខ្ញុំនិយាយមុនលីតាអេនជលទូចដល់តែក្រោយការចរចាមកស្រាប់តែបរាជ័យទៅវិញដោយបាតដៃទទេហើយកំណត់យកការចរចាជុំទី2ពេលហ្នឹងហើយដែលនៅឲ្យបងប្អូនយើងណែចោទជាសំណួរនឹងងឿងឆ្ងល់ថាហេតុអ្វីបានជាលោកគ្រូហ៊ានព្យាករយ៉ាងដូច្នោះហើយលទ្ធផលបានបញ្ជាក់ឲ្យឃើញថាការព្យាកររបស់លោកគ្រូគឺផ្ទុយគ្នាមិនដូចការគិតរកដល់ទេខ្ញុំក៏ឆ្លើយតបយ៉ាងដូចនេះថាពិតហើយខ្ញុំបានថាយ៉ាងដូចនេះមែនប៉ុន្តែឥឡូវនិយាយអំពីការចរចាបរាជ័យយើងត្រូវចោទសួរវិញថាតើសូនតារាព្យាករខុសឬក៏មានអ្វីមួយនៅពីក្រោយខ្នងការចរចាត្រូវសួរយ៉ាងវិញមានន័យថាបើសិនជាអាមេរិក Tiger Fresh ទម្លាក់ពន្ធចិននិងប្រទេសដទៃទៀតមានន័យថាសូនតារាព្យាករមិនខុសទេមិនខុសទេមែនទេហេតុអីពីព្រោះសង្គ្រាមពាណិជ្ជកម្មគឺបាញ់ឆ្ពោះទៅលើចិនបាញ់ឆ្ពោះទៅលើចិនហើយដូចអញ្ចឹងរាល់ចិននិងសម្ព័ន្ធមិត្តរបស់ចិនមានន័យថាប្រទេសរណបដែលចិនប្រើប្រាស់ដើម្បីយកទំនិញបញ្ជូនមកស្រុកអាមេរិកណាគួរប៉ូឡែនគឺចិនអាមេរិកត្រូវតែបិទខ្ទប់ទាំងអស់បើសិនជាបិទតែចិនអាមេរិកនឹងប្រើប្រាស់អាយ៉ងរបស់ខ្លួនប្រទេសរបស់ខ្លួនណាដូចស្រីលង្កាដូចប្រទេសអាហ្វ្រិកប្រទេសកម្ពុជាអីផ្សេងដែលនៅក្រោមឥទ្ធិពលចិនហ្នឹងណាបញ្ជូនមកជាងអាមេរិកចាញ់កាឡាចិនដដែលដូច្នេះអាមេរិកបិទចិនចាញ់សូរវ័តខុនវិសាលគឺត្រូវបិទទាំងអស់បើអាមេរិកបើកចិនបន្ថយពន្ធចិនអាមេរិកត្រូវបន្ថយទាំងអស់អញ្ចឹងដោយយោងតាមតល័យកវិទ្យាសាស្ត្រប្រទេសកម្ពុជាក្រោមឥទ្ធិពលចិនដូច្នេះបើអាមេរិកបន្ធូរពន្ធអាមេរិកក៏បន្ធូរពន្ធកម្ពុជាដែរប៉ុន្តែហេតុអីបានអត់អានេះអញ្ចឹងយើងត្រូវមានសំណួរពីរសួរទៅវិញថាតើអាមេរិកបានបន្ធូរបន្ថយពន្ធប្រទេសដទៃក្រៅពីកម្ពុជាដែរឬទេចម្លើយបានវណ្ណៈសវាងបានអញ្ចឹងមានន័យថាសូនតារាព្យាករមិនខុសទេតាមវិទ្យាសាស្ត្រដោយសារបណ្ដាញរបស់ចិនចុះអាមេរិកបានបន្ធូរបន្ថយពន្ធចិនទេបានមែនទេសំណួរទី1សំណួរទី2អ្វីនៅពីក្រោយខ្នងដែលមិនបន្ធូរបន្ថយណាពន្ធនៅកម្ពុជាយ៉ាងហ្នឹងទើបជាសំណួរដែលយើងសួរណាបងប្អូនបើសិនជាខ្ញុំនិយាយថាបន្ធូរបន្ថយចិននិងបន្ធូរបន្ថយកម្ពុជាដោយមិនមែនជាសម្ព័ន្ធមិត្តរបស់ចិនអានឹងខ្ញុំជាកខុសតាមទម្លាប់គឺអាមេរិកត្រូវបន្ធូរបន្ថយប្រទេសកម្ពុជាតូចណាស់តូចយ៉ាងវាអត់ត្រូវយកចិត្តទុកដាក់ទេប៉ុន្តែអ្វីនៅពីក្រោយខ្នងប្រទេសកម្ពុជាចម្លើយបើយោងតាមលោកសំរងស៊ី3ដែលនៅពីក្រោយខ្នងប្រទេសកម្ពុជាបងប្អូនត្រូវដឹងណាដែលនៅពីក្រោយខ្នងប្រទេសកម្ពុជាគឺទី1ហើយមិនចឹងដែរការសង្ស័យលើមូលដ្ឋានយោធាចិននៅប្រទេសកម្ពុជាហើយពួកកម្មករនៅកំពង់សោមនិងនៅប្រទេសកម្ពុជាដែលមកមានជនជាតិចិនខ្លះមានសិទ្ធិកាន់អាវុធនិងបើកឡានបុកខ្មែរស្លាប់ដើមខោគឺវាផ្ទុយទៅនឹងច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសដែលប្រទេសកម្ពុជាជាដែនដីហែមចិនដាអព្យាក្រឹតមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសអានឹងនៅក្រៅខ្នងណាអាចត្រូវសួរយ៉ាងវិញណាហើយបើស្ដាប់សូនតារាមកភ្លឺដូចផ្ទះក៏ភ្លៀងមកដល់ភ្លឺដូចបើកភ្នែកបើកទៅលោកគ្រូ1ទី2